ក្តីស្រឡាញ់វាជាក្តីស្រឡាញ់ប៉ុន្តែគោលដៅចម្បងនៃក្តីស្រឡាញ់ហ្នឹងគឺចង់ផ្ដល់នៅសេចក្តីសុខនិងសុភមង្គលឲ្យគ្នាទៅវិញទៅមកថាគេហើយបើយើងជាមនុស្សប្រុសម្នាក់ដែលតែគ្រាន់តែប្រាប់គេថាខ្ញុំស្រឡាញ់អ្នកបងស្រឡាញ់អូនតែញ៉ាំអីមួយគ្នាឲ្យគេចេញលុយហើយគេចង់ទៅដើរលេងយើងថាអត់មានលុយអញ្ចឹងតើយើងអាចទៅផ្ដល់ក្តីសុខរីកចម្រើនការសប្បាយរីករាយឲ្យគេបែបណាពីព្រោះចង់ស្រឡាញ់នារីស្តង់ដារបែបហ្នឹងមានរូបសម្រស់បែបហ្នឹងតើខ្លួនឯងប្រឹងខ្លាំងប្រឹងហ្មងប្រឹងបង្កើនសមត្ថភាពប្រឹងបង្កើនស្តង់ដារកម្រិតនៃការរកលុយរបស់យើងបើសិនជាអ្នកឯងស្រឡាញ់ខ្ញុំអ្នកឯងត្រូវចាយលុយមកលើខ្ញុំឬមួយក៏ឧទាហរណ៍ថាមនុស្សប្រុសម្នាក់ហ្នឹងស្រឡាញ់មនុស្សស្រីណាម្នាក់គាត់ត្រូវហ៊ានចំណាយទៅលើមនុស្សស្រីម្នាក់ហ្នឹងឲ្យលុយមនុស្សស្រីម្នាក់ហ្នឹងអញ្ចឹងណាអញ្ចឹងជាយោបល់ជាយោបល់បងវិញបងយល់ឃើញមិនដែរបងអាហ្នឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបើសិនវាជាចំណាប់អារម្មណ៍គំនិតយោបល់របស់បុគ្គលម្នាក់ចំពោះការយល់ឃើញរបស់យើងវាជាលទ្ធផលរបស់យើងឯងវាមិនមែនថាយើងយល់ឃើញអញ្ចឹងទៅម្នាក់ហ្នឹងខុសម្នាក់ហ្នឹងត្រូវឯងវាអត់តាក់ទងអញ្ចឹងឯងនៅពេលដែលយើងយល់ឃើញពីប្រធានបទមួយត្រូវដឹងថាវាជាចំណេះដឹងរបស់យើងហើយវាជាលទ្ធផលដែលយើងនិយាយចេញទៅហើយវាអត់ refer ទៅថាម្នាក់ហ្នឹងខុសឬត្រូវអាក្រក់ឬល្អឯងគាត់និយាយគឺជាចិត្តគំនិតចំណេះដឹងហើយនឹងតម្រូវការរបស់គាត់បើយើងទៅកាត់ថាគាត់ខុសទៅសួរគាត់មើលគាត់ខុសអត់បើគាត់ព្រមខុសគាត់ថាខុសទៅហើយបើគាត់ថាព្រមត្រូវទៅឲ្យយើងទៅប្រាប់គាត់ថាគាត់ខុសគាត់ត្រូវមិនបើគាត់និយាយជាតម្រូវការរបស់គាត់ជាចំណេះដឹងរបស់គាត់នៅទីកន្លែងទីតាំងដែលគាត់កំពុងនៅហ្នឹងចាបងបាទអញ្ចឹងបើត្រឡប់ទៅ overall ហ្មងថាបើស្រឡាញ់ខ្ញុំត្រូវតែមានលុយឲ្យខ្ញុំត្រូវតែផ្ដល់លុយឲ្យខ្ញុំគ្រប់គ្រាន់បានហៅថាការស្រឡាញ់ yes of course ពីព្រោះថាបើខ្ញុំហ្មងក្តីស្រឡាញ់វាជាក្តីស្រឡាញ់ប៉ុន្តែគោលដៅចម្បងនៃក្តីស្រឡាញ់ហ្នឹងគឺចង់ផ្ដល់នៅសេចក្តីសុខនិងសុភមង្គលឲ្យគ្នាទៅវិញទៅមកថាគេហើយបើយើងជាមនុស្សប្រុសម្នាក់ដែលតែគ្រាន់តែប្រាប់គេថាខ្ញុំស្រឡាញ់អ្នកបងស្រឡាញ់អូនតែញ៉ាំអីមួយគ្នាឲ្យគេចេញលុយហើយគេចង់ទៅដើរលេងយើងថាអត់មានលុយអញ្ចឹងតើយើងអាចទៅផ្ដល់ក្តីសុខរីកចម្រើនការសប្បាយរីករាយឲ្យគេបែបណាអញ្ចឹងគោលដៅនៃក្តីស្រឡាញ់របស់យើងគឺអីគេយើងចង់ទៅឈៀតគេគ្រាន់តែចង់បានខ្លួនគេហើយយើងក៏បោះបង់អញ្ចឹងនៅពេលដែលគាត់ហ៊ាននិយាយពាក្យទាំងអស់ហ្នឹងគឺគាត់មានស្តង់ដាររបស់គាត់មួយគាត់មានស្តង់ដារថារើសខ្ញុំស្រឡាញ់ខ្ញុំត្រូវផ្ដល់សេចក្តីសុខសុភមង្គលឲ្យខ្ញុំអញ្ចឹងសេចក្តីសុខសុភមង្គលរបស់គាត់ជាមនុស្សស្អាតគាត់ត្រូវការនេះបែបនេះឧទាហរណ៍ថាបើប្រើគ្រឿង